Nốt ơi nốt ngợp làng bắn tịch mọc nốt con khnia việc liền mầm na គ្នាមិនក៏ហក់ឯងទេណាកល្យានប្តីគ្នាណាវាសវងពីល្ងាចហើយវានោះក៏ចាប់គ្នាបឺតយកពេលនេះគ្នារត់តែទឹកដោះឲ្យកូនគ្នាអឹមក៏មិនបានផងឯងទៅរកនាងតៃទៅណានាងនោះណាវាដោះធំមកជាមានទឹកដោះច្រើនជាមិនខានទេអូគ្នាយល់ហើយ là bong mơ tới bộ phận ở vút đôi chết tầm non đo lại là bong ơi là bong mơ ni cho hành lang từ lục tầm mặt đòn hai mền hai chui mình đừng tha sầm nàng ai vút nu sầm nàng mà lại tía bàn bộ phận lẳng sạch hay sạch vinh nè ở trên nhanh tầm mặt đòn ai hay bà anh bàn bộ phận sạch chân á mình đừng mà giúp màn đòn tía trong lư tha vút viên đừng chơi từ ca pia prom đán chạp này hay là bong bằng bật trình chân men áវាជាឱកាសសម្រាប់ពួកយើងមើលថែប្រពន្ធឲ្យវាហើយព្រោះកងទ័ពណាពេលដែលតែការពីព្រំដែននោះងាយបានមកលេងផ្ទះទេយូរទៅបានមកលេងប្រពន្ធម្ដងណាលបងបើអញ្ចឹងមែនពួកយើងដឹងតែផ្អែមមាត់ហើយវើយអាចជួយកល្យានអូនឲ្យបងសុំទោសផងណាដែលត្រូវទុកឲ្យអូននៅផ្ទះម្នាក់ឯងមិនអីទេណាបងមុនខ្ញុំសម្រេចចិត្តរៀបការជាមួយបងខ្ញុំដឹងមុនថានឹងមានថ្ងៃនេះមនុស្សស្រីដែលមានប្តីជាកងទ័ពតែងតែបាត់នេះខ្ញុំមិនខឹងមិនអន់ចិត្តនោះទេខ្ញុំមានមោទនភាពទៅវិញដែលមានប្តីជាវីរៈជនការពារទឹកដីការពារប្រទេសជាតិការពារជនរួមជាតិរបស់ខ្លួនបងអរគុណណាស់កល្យានដែលអូនយល់បែបនេះអញ្ចឹងពួកយើងឡើងទៅសម្រាប់ទៅណាអូនព្រោះស្អែកនេះបងត្រូវឡើងទៅពីព្រលឹមផងលុះព្រឹកឡើងនាយវុឌ្ឍក៏បានលាប្រពន្ធរបស់ខ្លួនទៅព្រំដែនតែរឿងដែលគួរឲ្យសោកស្ដាយគឺគេមិនបានដឹងថាប្រពន្ធរបស់គេមានផ្ទៃពោះនោះទេព្រោះកល្យានមិនបានប្រាប់ទៅនាយវុឌ្ឍឲ្យដឹងដោយសារតែនាងខ្លាចប្តីបារម្ភទើបបានជានាងមិនព្រមប្រាប់ជាច្រើនខែកន្លងទៅនៅពេលដែលប្តីនាងមិននៅនាយជួយនិងនាយធឿនតែងតែមកនិយាយសារសងផ្លែផ្កាសុំស្រឡាញ់កល្យានតែក៏ត្រូវនាងបដិសេធធ្វើឲ្យនាយទាំងពីរមានចិត្តខឹងនឹងនាងជាខ្លាំងនៅថ្ងៃមួយនៅពេលដែលនាងកល្យានធ្វើដំណើរចូលទៅក្នុងព្រៃរកបេះផ្សិតក៏ត្រូវនាយទាំងពីរតាមពីក្រោយបំណងចាប់នាងរំលោភណែបងជួយបងធឿនមិនបានជាពួកបងដើរមកតាមខ្ញុំអញ្ចឹងពួកបងមកនេះគឺដើម្បីមកការពារអូនកល្យាននោះអីកល្យានបងសួរអូនជាលើកចុងក្រោយតើអូនព្រមស្រឡាញ់បងដែរទេណែបងធឿនម្ដេចបានជាបងនៅតែមកសួរខ្ញុំបែបនេះបងក៏ដឹងថាខ្ញុំមានប្តីហើយថែមទាំងមានផ្ទៃពោះទៅទៀតឲ្យខ្ញុំស្រឡាញ់បងមិននឹងកើតសូមពួកបងតែរកមនុស្សស្រីដែលមិនទាន់មានប្តីទៅពួកគេអាចនឹងស្រឡាញ់ពួកបងតែបងស្រឡាញ់អូនបើអូននៅតែប្រកែកបែបនេះទៀតកុំបន្ទោសបងឲ្យសោះណានាយធឿនក៏បានវាយកល្យានឲ្យសន្លប់ហើយពួកគេក៏បាននាំគ្នារំលោភនាងទាំងដែលនាងកំពុងតែមានផ្ទៃពោះចិត្តនឹងសម្រាលទៅហើយក្រោយពីពួកគេបានរំលោភនាងហើយក៏ទុកនាងចោលនៅទីនោះហើយក៏នាំគ្នារត់គេចខ្លួនទៅនៅស្រុកឆ្ងាយមួយរយៈព្រោះខ្លាចកល្យានប្តឹងមេភូមិពេលយប់មកដល់កល្យានក៏ដឹងខ្លួនវិញនាងមានអារម្មណ៍ថាឈឺចាប់យ៉ាងខ្លាំងទាំងផ្លូវកាយនិងផ្លូវចិត្តត្រូវពួកគេជិះជាន់រំលោភបំពានតែនាងនៅតែព្យាយាមទប់អារម្មណ៍របស់ខ្លួនព្រោះនាងដឹងថាកូននៅក្នុងពោះរបស់នាងចិត្តសម្រាលទៅហើយនាងក៏ព្យាយាមដើរត្រឡប់មកផ្ទះវិញពេលទៅដល់ផ្ទះកល្យានក៏ស្រែកឲ្យអ្នកភូមិជួយម៉េងពូជួយខ្ញុំផងខ្ញុំឈឺពោះខ្លាំងណាស់អ្នកភូមិក៏បាននាំគ្នារត់មកជួយមើលនាងអ្នកខ្លះទៀត
ក៏រត់ទៅអញ្ជើញយាយម៉ម កល្យានប្រឹងបន្តិចទៅណាចៅកូនឯងគិតចេញមកហើយណាប្រឹងឲ្យខ្លាំងមកណាចៅខ្ញុំអស់កម្លាំងណាស់យាយខ្ញុំប្រឹងលេងកើតហើយយាយប្រឹងបន្តិចទៀតទៅណាចៅចិត្តចេញមកហើយណាហាពីបំផុតកូនឯងកើតមកហើយណាកល្យានកល្យានកល្យានហាកល្យានស្លាប់ហើយអ្នកទាំងអស់គ្នា ក្រោយពីកល្យានស្លាប់ហើយអ្នកភូមិក៏បាននាំគ្នាអញ្ជើញអាចារ្យមករៀបចំធ្វើពិធីបុណ្យសពឲ្យនាងអ្នកភូមិម្នាក់មានទឹកមុខសោកសៅអាណិតដល់នាងជាខ្លាំងមិនទាន់នឹងបានឃើញមុខកូនផងក៏ស្លាប់ទៅហើយ ពិតជាគួរឲ្យសោកស្ដាយនាងណាស់នាងជាមនុស្សល្អទាំងប្តីទាំងប្រពន្ធពួកគេតែងតែជួយយកអាសាអ្នកភូមិមិនគួរណានាងស្លាប់ចោលកូនចោលប្តីបែបនេះនោះទេអើយលបងខ្ញុំសុំទៅមុនហើយប្រពន្ធខ្ញុំកំពុងនៅចាំបាយខ្ញុំក៏សុំទៅមុនដែរលោកអាចារ្យណែក្មួយកល្យាណាពូទៅផ្ទះវិញហើយណាចំយ៉ាអើយពួកនេះមិនក៏លេងរត់ចោលគ្នាអញ្ចឹងវ៉ៃអើយរត់ទុកចិត្តមិនបានមែនពួកនេះអាពេលបានប្រាក់ចែកគ្នាស្មើដល់អាពេលខ្មោចលងរត់ចោលឯងទៅកើតណែកល្យាណាតាក៏សុំទៅដែរហើយណាចៅប្រពន្ធតាមើលទៅពេលនេះក៏កំពុងតែចាំតាហូបបាយដែរហើយកូនម្ដាយកុំយំពុកមុំមកអីលើហើយកូនកេងទៅ កូនម្ដាយក ុំចាំ កូនកុំយំណាកូនពុករបស់កូនចិត្តត្រឡប់មកផ្ទះវិញហើយកូនឆាប់គេងទៅណាកូន សំលែ បងវត្តតើពេលណាបងត្រឡប់មកផ្ទះវិញទៅបងអូននឹងកូននឹកបងខ្លាំងណាស់បងឆាប់វិលមកវិញមកណាបង ពុកកូនគង់ឆាប់វិលវ័យទេបើ កូនសំឡាញ់កូនកុំយំណាចាំម៉ែរកទឹកដោះឲ្យកូនមុំ កូនកេងទៅថ្លៃម្ដាយបំពេលថ្លៃព្រោះយប់ក៏ជ្រៅ នុតអើយនុតងើបឡើងបន្តិចមកនុតកូនគ្នាវាឃ្លានមុំណាស់ឯងឲ្យកូនគ្នាមុំបន្តិចទៅណានុត អើយហើយចុះនរណាមកហៅអីទាំងកណ្ដាលយប់បែបនេះមនុស្សកំពុងតែដេកលក់ស្រួលផងអាមិនក៏មិនចេះក្រែងចិត្តគេសោះអញ្ចឹងវ៉ៃថ្មនេះណាគេកំពុងតែដេកពួនណា គ្នាសូមទោសណាឯងកូនគ្នាវាឃ្លានមុំពេកបានជាគ្នាមករកឯងនឹងណាឯងឲ្យកូនគ្នាមុំបន្តិចទៅ អូគ្នាគ្មានទឹកដោះឲ្យកូនឯងមុំនោះទេ ឯងក៏ហោះឯងទៅសម្រាប់កូនបានមួយខែសោះមិនដេចបានជាឯងថាគ្មានទឹកដោះ គ្នាមិនកុហកឯងទេណាកល្យានប្តីគ្នាណាវាស្វឹងពីល្ងាចហើយវានោះក៏ចាប់គ្នាបឺតយកពេលនេះគ្នារត់តែទឹកដោះឲ្យកូនគ្នាអឹមក៏មិនបានផងឯងទៅរកនាងតៃទៅណានាងនោះណាវាដោះធំមកជាមានទឹកដោះច្រើនជាមិនខានទេ អូគ្នាយល់ហើយ
អញ្ចឹងគ្នាទៅរកនាងតីក៏បានដែរតែស្អែកនេះឯងមិនត្រូវឲ្យប្តីរបស់ឯងមុំទៀតនោះទេណាទុកទឹកដោះឲ្យកូនគ្នាមុំផង គ្នាដឹងហើយណាកល្យានក៏ប៉ុន្តែឯងដូចជាស្លាប់ហើយមែនទេ ពិតមែនហើយគ្នាស្លាប់ហើយ អញ្ចឹងមានន័យថាពេលនេះគ្នាកំពុងតែនិយាយជាមួយខ្មោចមែនទេកល្យាន ព្រឹកឡើងអ្នកភូមិម្នាក់នាំគ្នានិយាយពីរឿងខ្មោចនាងកល្យានដើរគោះទ្វារតាមផ្ទះសុំទឹកដោះឲ្យកូនអ៊ំ មីងអើយមីងយប់មិញកល្យានវាបាន3កូនទៅផ្ទះរបស់ខ្ញុំសុំឲ្យខ្ញុំបបៅដោះកូនរបស់នាងខ្ញុំភ័យស្ទើរតែលិចអាចលិចនោមហើយមីងខ្ញុំក៏អញ្ចឹងដែរតៃអើយយប់មិញណានាងក៏បានមករកខ្ញុំដែរតែដោយសារតែប្តីខ្ញុំវាមុំទឹកដោះអស់ទៅខ្ញុំក៏ប្រាប់ឲ្យនាងទៅរកតៃឯងទៅហាកាពិតនាងនុតឯងទេអីដែលឲ្យខ្មោចនាងកល្យានមករកយើងនោះនាងតៃយ៉ានាងកុំខឹងនឹងខ្ញុំអីណាយើងវាអាណិតក្មេងបើពួកយើងមិនឲ្យកូននាងអឹមទេច្បាស់ជាស្លាប់មិនខានឡើយមែនហើយណាអញ្ចឹងយប់ឡើងពួកយើងច្បាច់ទឹកដោះហើយដាក់ក្នុងផ្តិលទុកឲ្យនាងយកទៅឲ្យកូននាងផឹកទៅណោះជារៀងរាល់យប់អ្នកភូមិដែលមានកូនខ្ចីក៏បាននាំគ្នាច្របាច់ទឹកដោះដាក់ផ្តិលទុកឲ្យខ្មោចនាងកល្យានយកទៅឲ្យកូនផឹកជាច្រើនខែកន្លងផុតទៅនាយធឿននិងនាយឈួយបានត្រឡប់មកស្រុកវិញទាំងយប់ក្នុងសភាពស្រវឹងហើយបានដើរកាត់មុខផ្ទះរបស់ខ្មោចកល្យានដោយពួកគេមិនបានដឹងថានាងកល្យានស្លាប់នោះទេពួកគេក៏និយាយគ្នាថាអាយ៉ាអមៃតែភ្នែកលបងមើលឃើញដូចខ្ញុំអត់ហ្នឹងខ្ញុំមើលឃើញដូចជានាងកល្យានកំពុងឲ្យឈរបក់ដៃល្វិចហៅពួកយើងអមៃមិនដឹងទេលបងមិនតាជួយអញក៏ឃើញចឹងដែរអញសង្ស័យអានាងមិនបានខឹងពួកយើងទេមើលទៅដៃយើងរំលោភនាងនោះបើនាងខឹងណាម្ល៉េះពេលនេះនាងទៅប្តឹងឲ្យគេមកចាប់យើងបាត់ទៅហើយមិនមកឈប់បក់ដៃហៅពួកយើងល្វិចអញ្ចឹងទេណោះហើយបើអញ្ចឹងពួកយើងចូលទៅលេងនាងតិចទៅឲ្យលបងក្រែងលោបានមួយទៀតណាម៉ែណៃវ៉ៃស្វឹងអញ្ចឹងដូចជាមានអារម្មណ៍ក្តៅខ្លួនមិនដឹងទេតោះចូលទៅលេងនាងតិចទៅលបងធឿនណាលបងមើលចោះនោះបែកគ្នាយូរហើយនាងនៅតែតលុកដលន់ដដែលលបងអើយដល់ឃើញអញ្ចឹងណាខ្ញុំមិនដូចជាទុបអារម្មណ៍បានទេឈាមចំមោះឲ្យលបងអើយលបងម៉ែណាជួយអញក៏អញ្ចឹងដែរណែអូនកល្យានរឿងពីមុនដែលពួកបងធ្វើទៅលើអូនណាក៏ដោយសារតែពួកបងនេះវាស្រឡាញ់អូនខ្លាំងពេកដូច្នេះអូនកុំខឹងនឹងពួកបងអីណាកល្យានសំណប់ចិត្តបងអូនមិនបានខឹងនឹងពួកបងទេណាបងបើសិនជាពេលនេះបងទាំងពីរចង់ធ្វើអ្វីទៀតក៏បានដែរអូនមិនប្រកែកនឹងពួកបងនោះទេលបងធឿនណាតែលបងបានឮដូចខ្ញុំដែរអត់លបងអូនកល្យានឲ្យពួកយើងធ្វើអីទៀតក៏បានដែរម៉ាណាជួយអញ្ចឹងពួកយើងចាត់ការតែម្ដងទៅនាយធឿននិងនាយឈួយក៏បាននាំគ្នាចាត់ការទៅលើខ្មោចនាងកល្យានលុះព្រឹកឡើងអ្នកភូមិក៏បានឃើញនាយធឿននិងនាយឈួយ
កំពុងតែនាំគ្នាដេកញល់នឹងគល់ឈើនៅខាងមុខផ្ទះខ្មោចកល្យានឃើញបែបនេះអ្នកភូមិក៏ហៅអ្នកទាំងពីរឲ្យដឹងខ្លួនប៉ុន្តែទោះបីជាអ្នកភូមិហៅយ៉ាងណាក៏នាយធឿននិងនាយឈួយមិនឈប់នោះដែររហូតឮសំឡេងខ្មោចនាងកល្យាននិយាយថា អាធឿននិងអាឈុយនេះហើយដែលបាននាំគ្នារំលោភមកលើខ្ញុំទាំងដែលខ្ញុំចិត្តនឹងសម្រាលកូនវាទាំងពីរអ្នកនេះត្រូវតែងាប់ ក្រោយពីខ្មោចកល្យានបានសើចហើយនាយធឿននិងនាយឈួយក៏បានស្លាប់នៅពេលនោះទៅជាច្រើនខែកន្លងផុតទៅអ្នកភូមិម្នាក់ចេះតែមានការភ័យខ្លាចនឹងខ្មោចនាងកល្យានដើរទៅណាមកណាពេលយប់មិនបានក៏នាំគ្នាសម្រេចចិត្តអញ្ជើញគ្រូខ្មោចមកកំចាត់នាងកល្យាន លោកគ្រូអើយលោកគ្រូសូមលោកគ្រូធ្វើយ៉ាងណាកំចាត់ខ្មោចនាងកល្យាននេះឲ្យបានផងណាលោកគ្រូព្រោះនាងនេះហើយដែលជាដើមហេតុធ្វើឲ្យចៅរបស់ខ្ញុំស្គមព្រោះតែពេលយប់នាងតីកូនរបស់ខ្ញុំត្រូវទុកទឹកដោះឲ្យកូននាងខ្មោចនឹងធ្វើឲ្យចៅខ្ញុំវាគ្មានទឹកដោះបាវគ្រប់គ្រាន់ទើបបានវាស្គមរីងរៃនឹងណាលោកគ្រូ មិនអីទេអ្នកទាំងអស់គ្នាកុំបារម្ភអីជឿទុកចិត្តមកលើខ្ញុំចុះណាខ្ញុំនឹងជួយអ្នករាល់គ្នាកំចាត់ខ្មោចកូនខ្ចីនេះឲ្យបានអ្វីដែលសំខាន់នៅពេលនេះគឺថាអ្នករាល់គ្នាមិនត្រូវចេញពីរង្វង់សិលរបស់ខ្ញុំទេបើសិនជាមានមនុស្សដើរឆ្លងកាត់រង្វង់សិលនេះនឹងសាបអាគមមិនខានឡើយ ចាពួកខ្ញុំយល់ហើយណាលោកគ្រូ បើអញ្ចឹងល្អហើយខ្ញុំនឹងសូត្របល័យហៅខ្មោចនាងកល្យានមកអ្នកទាំងអស់គ្នាកុំខ្លាចឲ្យសោះ ខ្ញុំថាមិនចង់ធ្វើឲ្យអ្នកណាក្តៅក្រហាយនោះទេហេតុអីអ្នករាល់គ្នាឲ្យគ្រូខ្មោចមកកំចាត់ខ្ញុំទៅវិញខ្ញុំគ្រាន់តែសុំទឹកដោះយកមកឲ្យកូនរបស់ខ្ញុំផឹកដើម្បីមានជីវិតរងចាំឪពុករបស់គេមកពីសមរភូមិវិញមិនដាច់អ្នកទាំងអស់គ្នាចិត្តអាក្រក់ម្លេះបើបានជាអញ្ចឹងទៅហើយខ្ញុំក៏លែងក្រែងចិត្តអ្នកទាំងអស់គ្នាទៀតដែរ គ្រូខ្មោចក៏បានប្រើគោអាគមរបស់ខ្លួនឲ្យទៅប្រយុទ្ធជាមួយខ្មោចនាងកល្យាននៅពេលគោអាគមនិងខ្មោចនាងកល្យានកំពុងតែប្រយុទ្ធគ្នាក៏មានអ្នកភូមិម្នាក់គាត់សម្លឹងមើលទៅទំនងជាគ្រូខ្មោចអាចចាញ់ក៏រត់ឆ្លងកាត់រង្វង់សិលរបស់គ្រូខ្មោចចេញទៅក្រៅធ្វើឲ្យគ្រូខ្មោចនោះគ្មានរង្វង់សិលការពារវិតមន្តពីខ្មោចកល្យានក៏ធ្វើឲ្យគាត់ចាញ់នៅក្នុងពេលនោះនាងកល្យានក៏បានទៅច្របាច់កគ្រូខ្មោចនោះបំរុងនឹងសម្លាប់ស្រាប់តែពេលនោះក៏បានឮសំឡេងមួយចេញមកកុំសម្លាប់គេអីកល្យានអូន ហាបងវើទីបំផុតបងត្រឡប់មកវិញហើយ មិនហើយអូនបងត្រឡប់មកវិញហើយណាកល្យានតើមានរឿងអីអូនហេតុអីបានជាអូនខ្លាចទៅជាបែបនេះ បងវត្តអូនខ្លាចជាបែបនេះក៏ដោយសារតែអាធឿននិងអាឈួយដែរណាបងក្រោយពីបងទៅធ្វើសង្គ្រាមបាត់អាធឿននិងអាឈួយពួកគេតែងតែនាំគ្នាមកសុំស្រឡាញ់អូនមិនព្រមជាមួយនឹងពួកវានៅថ្ងៃដែលអូនចិត្តសម្រាលកូនអូនគិតថាចូលទៅក្នុងព្រៃរកបេះផ្សិតនិងបន្លែព្រៃមួយចំនួនទុកហូបពេលអូនកូនខ្ចីស្រាប់តែពួកវានាំគ្នាដើរតាមពីក្រោយអូនហើយក៏នាំគ្នាវាយអូនឲ្យសន្លប់ពេលនោះពួកវារំលោភអូនធ្វើឲ្យអូនឈឺអស់កម្លាំងគ្មានកម្លាំងសម្រាលកូនទៅបានជាអូនស្លាប់ចោលកូនបែបនេះណាបងហើយពួកអ្នកភូមិទាំងនេះគ្រាន់តែអូនសុំទឹកដោះទុកឲ្យកូនផឹកកូននាំគ្នាហៅអាគ្រូខ្មោចនេះមកកំចាត់អូនដែរអហោសិកម្មឲ្យពួកអ្នកភូមិទៅណាអូននេះមកពីគេមិនយល់ពីអូន
ទើបបានជាគេធ្វើបែបនេះឲ្យពួកយើងសូមទោសផងណាកល្យានពួកយើងនឹងលុបលាងកំហុសទាំងនេះយើងទាំងអស់គ្នានឹងជួយចិញ្ចឹមកូនរបស់នាងទាល់តែធំដឹងក្តីសូមនាងទៅចាប់កំណើតថ្មីទៅណាកុំនៅបន្តសាងកម្មពីនឹងគ្នាទៀតអីមែនហើយកល្យានអូនទៅចាប់កំណើតថ្មីទៅណាបងសន្យាថានឹងចិញ្ចឹមកូនរបស់យើងឲ្យคล้ายទៅជាមនុស្សល្អបងវុតពេលដែលអូនមិននៅបងត្រូវចេះថែរក្សាខ្លួននិងកូនរបស់យើងផងណាបងបើសិនជាមានចិត្តក្រោយមែនអូននឹងរងចាំធ្វើជាប្រពន្ធបងទៀតអូនលាបងហើយបងវុតកល្យានអូនសូមអូនទៅកាន់សុគតិភពចុះណាអូនបើមានចិត្តក្រោយបងសូមជួបអូនជាប្តីប្រពន្ធទៀតណាកល្យាននាងខ្មោចផ្កាមាសនេះបីសាច់តណ្ហាឆាប់ចេញពីខ្លួនប្រានគេភ្លាមទៅអញមិនចេញឯងធ្វើអីអញកើតទៅបើនាងមិនព្រមចេញចាំយើងកំដរនាងលេងតទៅទៀតចុះមីខ្មោចតណ្ហាក្រាស់អញខ្ពើមចាញ់អូយចុកណាស់អូយអាគ្រូខ្មោចចង្រៃមិនបានជាឯងមកធ្វើបាបយើងបែបនេះយើងមិនបានទៅចូលក្នុងខ្លួនម៉ែឪរបស់ឯងទេមិនបានជាឯងមកធ្វើបាបយើងអញ្ចឹងអូយចុកណាស់បងសក្រាតជួយខ្ញុំផងបងទៅណាហើយបងមកជួយខ្ញុំផងណាបងអូយចុកណាស់រឿងវិញ្ញាណខ្មោចស្រីផ្កាមាសស្រឡាញ់ឆ្នាំនេះនាងមានអាយុ18ឆ្នាំហើយក៏ជាស្រីស្រស់ស្អាតជាងគេស៊ីដាច់ប្រចាំភូមិកោះត្រាចផងដែរប្រុសណាបានឃើញនាងហើយក៏លេបទឹកមាត់ព្រោះសាច់នាងមើលទៅឡើងត្រលុកត្រលុនតែម្ដងហើយប៉ុន្តែគួរឲ្យស្ដាយដោយសារឪពុកម្ដាយនាងទៅធ្វើការចំណាក់ស្រុកបាត់ទើបពុំមានអាណាព្យាបាលមើលថែដិតដល់ធ្វើឲ្យនាងមានឈ្មោះថាជាស្រីមិនបរិសុទ្ធចាប់តាំងពីនាងពេញក្រមុំមកនាងមានសង្សារមួយហើយមួយទៀតរាប់មិនអស់តែទោះបីជានាងសម្បូរប្រុសបន្តិចមែនតែសម្រស់នាងគឺនៅតែស៊ីដាច់គេនៅក្នុងភូមិហើយនាងក៏បានរៀបការនឹងបរិសអ្នកធូធាម្នាក់ដែលមានអាយុជាង30ឆ្នាំគឺឈ្មោះសុក្រិតប្តីប្រពន្ធនេះហាក់មានវ័យខុសគ្នាឆ្ងាយទើបការរស់នៅរបស់ពួកគេដូចជាមិនសូវចុះសម្រុងនឹងគ្នាប៉ុន្តែសុក្រិតស្រឡាញ់ប្រពន្ធគេខ្លាំងណាស់រៀបការបានប្រហែល1ឆ្នាំសុក្រិតក៏បានក្លាយជាមេភូមិកោះត្រាចហើយពួកគេក៏បានសង់ផ្ទះមួយយ៉ាងធំដែលផ្ទះនោះធ្វើពីឈើម៉ៃសាក់សុទ្ធតែម្ដងដោយសារតែសាឡាត់អាយុក្មេងខ្ចីពេក1ឆ្នាំក្រោយមកជីវិតគ្រួសារនេះក៏កាន់តែប្រេះឆាទៅសាឡាត់ក៏ក្លាយទៅជាស្រីចេះតែដើរលេងចោលផ្ទះធ្វើខ្លួនមិនសមជាស្ត្រីមេផ្ទះព្រឹកឡើងម៉ោង7មិនទាន់ទេនាងអង្គុយតុបតែងខ្លួនយ៉ាងស្រស់ស្អាតហើយចុះអូនតែងខ្លួនទៅណាទៀតហើយនឹងសាឡាត់ខ្ញុំចង់ចេញទៅក្រៅម៉េចចង់ឲ្យខ្ញុំការហើយនៅតែផ្ទះលាងចាននឹងមែនបងគ្មានកំណត់បែបនេះទេណាអូនគ្រាន់តែបងចង់ដឹងពីដំណើរអូនប៉ុណ្ណោះព្រោះឃើញថាមករយៈនេះអូនដូចជាតែងខ្លួនចម្លែកខុសពីធម្មតាបានជាបងសួរនឹងណាខ្ញុំតែងខ្លួនបែបណាចង់ទៅណាត្រូវជម្រាបប្រាប់បងគ្រប់យ៉ាងមែនទេពេលដែលឮប្រពន្ធនិយាយតបវិញបែបនេះសុក្រិតក៏មិនតបតបានត្រឹមតែក្រវីក្បាលសុក្រិតក៏ដឹងដែរថាប្រពន្ធរបស់ខ្លួនលួចមានសហាយប៉ុន្តែគេចេះតែលេបថ្មលេបគ្រោះទៅធ្វើម៉េចជ្រុលជាប្តីប្រពន្ធទៅហើយណាមួយខ្លួនជាមេភូមិផងជាគំរូដល់ប្រជាពលរដ្ឋមិនចង់ឆ្លោះប្រកែកគ្នាទេសុក្រិតគិតថាបណ្ដោយនាងមួយខ្យល់សិនចុះបន្តិចទៀតនាងមុខជាភ្ញាក់ខ្លួនហើយប៉ុន្តែសុក្រិតគិតខុសស្រឡះកាន់តែបណ្ដោយនាងកាន់តែបានចិត្ត
ទីបំផុតក៏រត់ទៅតាមប្រុសក្មេងម្នាក់ក្នុងភូមិជាមួយគ្នាបាត់ទៅនៅថ្ងៃមួយសាឡាត់ហាក់ដូចជាដឹងកំហុសរបស់ខ្លួនក៏ត្រឡប់មកផ្ទះវិញហើយដើរមកនិយាយនឹងប្តីថា បងអូនសុំទោសរឿងកន្លងមកដែលអូនធ្វើមិនសមរម្យធ្វើឲ្យបងរងភាពអាម៉ាស់នៅក្នុងភូមិរបស់យើង មិនអីទេអូនរឿងវាកន្លងហួសទៅហើយឲ្យវាហួសទៅចុះយើងនឹងចាប់ផ្ដើមសាងសុភមង្គលនឹងគ្នាឡើងវិញណាអូនសាឡាត់សម្លឹងមុខប្តីហើយក៏ញញឹមអោបគ្នាបន្ទាប់ពីត្រឡប់មកផ្ទះវិញប្រពន្ធរបស់លោកមេភូមិសុក្រិតហាក់ដូចជាប្លែកខុសពីធម្មតានាងសំងំតែក្នុងបន្ទប់មិនព្រមចេញទៅណាមកណាទេហើយសាច់ឈាមនាងដែលស្រស់ស្អាតរលោងត្រលុកត្រលុនក៏ប្រែទៅជាត្រុតត្រោមលែងគួរឲ្យខ្នាញ់ដូចពីមុនទៀតលោកមេភូមិតែងតែសង្កេតឃើញថាតាំងពីប្រពន្ធមកដល់ផ្ទះវិញប្រលុកមិនទាន់ទេថ្ងៃណាក៏ឃើញសត្វមៀមហើរមកទុំលើដំបូលផ្ទះដែរដែលភ្នែករបស់វាក្រឡង់គួរឲ្យខ្លាចណាស់ហើយអ្នកភូមិនេះក៏មានជំនឿថាបើមានសត្វមៀមមកទុំលើដំបូលផ្ទះពេលប្រលប់អញ្ចឹងគឺអ្នករស់នៅផ្ទះនោះនឹងមានគ្រោះថ្នាក់ព្រោះសត្វនេះតំណាងឲ្យយមទូតមកតោងយកព្រលឹងវាមិនមែនជាមង្គលល្អឡើយអ្នកភូមិក៏លន់មាត់គ្រប់គ្នាថាហើយលោកមេភូមិសក្រិតចិត្តមានគ្រោះថ្នាក់ហើយមើលទៅប៉ុន្មានហើយពួកយើងគួរតែប្រាប់លោកមេភូមិឲ្យទៅរកគ្រូមកសូត្ររំដោះគ្រោះចេញទៅបើទុកអញ្ចឹងទៀតមិនល្អទេបន្ទាប់ពីស្ដាប់សម្ដីអ្នកភូមិហើយមេភូមិសុក្រិតក៏បានអញ្ជើញលោកគ្រូម្នាក់ឈ្មោះសិទ្ធឲ្យមកជួយរៀបចំកំចាត់គ្រោះឬខ្មោចព្រាយបិសាចចេញពីក្នុងផ្ទះគ្រូសិទ្ធគ្រាន់តែដើរដល់មុខផ្ទះងើបមើលទៅលើផ្ទះលោកមេភូមិក៏លន់មាត់ថាផ្ទះធ្វើពីឈើម៉ៃសាច់អញ្ចឹងបើតាមជំនឿវាជាកន្លែងដែលស្នាក់អាស្រ័យរបស់វិញ្ញាណខ្មោចព្រាយបិសាចលោកគ្រូនិយាយបែបនេះបានន័យថាម៉េចផ្ទះនេះមានវិញ្ញាណខ្មោចស្រីនៅគឺវិញ្ញាណខ្មោចស្រីផ្កាមាសដែលជាវិញ្ញាណស្រែកឃ្លានកម្មគុណចង្រៃអត់បាតណាស់គ្រាន់តែឮលោកគ្រូនិយាយបែបនេះសុក្រិតមានអារម្មណ៍ភ័យខ្លាចលាយឡំជាមួយនឹងទឹកមុខសោកសៅមិនបាច់ភ័យទេរឿងនេះគ្រូជួបឡើងស៊ាំអត់ទៅហើយទុកឲ្យគ្រូចាត់ការឲ្យចុះណាភ្លាមនោះគ្រូសិទ្ធក៏បានដើរឡើងទៅលើផ្ទះហើយចូលទៅបន្ទប់គេងរបស់នាងសាឡាត់ដែលកំពុងតែសំងំមមីមមើដូចមនុស្សឈឺធ្ងន់គ្រាន់តែគ្រូសិទ្ធនិងមេភូមិសុក្រិតចូលដល់បន្ទប់ភ្លាមនាងសាឡាត់ក៏ងាកមកមើលអ្នកទាំងពីរហើយសម្លឹងទៅរកគ្រូសិទ្ធបើកភ្នែកធំតែម្ដងហាក់បញ្ជាក់ពីការតក់ស្លុតព្រោះដឹងថាគ្រូនេះប្រកាសជាមកកំចាត់ខ្លួនហើយអាគ្រូខ្មោចកញ្ចាស់ឯងឆាប់ចេញទៅកុំមកខ្វល់រឿងរបស់យើងលោកគ្រូមើលទៅប្រពន្ធខ្ញុំពិតជាមានវិញ្ញាណខ្មោចចូលសន្ធិដ្ឋហើយបានជានាងនិយាយបែបនេះពិតមែនហើយលោកមេភូមិពេលនេះប្រពន្ធលោកត្រូវវិញ្ញាណខ្មោចចូលសន្ធិដ្ឋនាងហើយសូមលោកចុះពីលើផ្ទះទៅមុនសិនទៅហើយបិទទ្វារបន្ទប់ផងណាហើយទោះបីជាលោកបានលឺអ្វីក៏ដោយកុំភ័យតក់ស្លុតហើយកុំឡើងមកវិញជាដាច់ខាតបន្ទាប់ពីសុក្រិតចេញពីបន្ទប់ចុះទៅក្រោមគ្រូសិទ្ធក៏បានលូកដៃចូលទៅក្នុងថង់យាមរាវរកវត្ថុខ្លាំងពូកែដែលធ្លាប់បណ្ដេញខ្មោចព្រីដូចសពមួយដងដាក់ចូលទៅក្នុងទឹកផ្តិលរួចសូត្រគាថាដូចនេះថាអាគ្រូខ្មោចកញ្ចាស់ឯងឆាប់ចេញទៅកុំមកខ្វល់រឿងរបស់យើងនាងខ្មោចផ្កាមាសមានបីសាច់តណ្ហាឆាប់ចេញពីខ្លួនប្រានគេភ្លាមទៅអញមិនចេញឯងធ្វើអីអញកើតទៅបើនាងមិនព្រមចេញចាំយើងកំដរនាងលេងតទៅទៀតចុះមីខ្មោចតណ្ហាក្រាស់អញខ្ពើមចាញ់អូយចុកណាអូយអាគ្រូខ្មោចចង្រៃមិនបានជាឯងមកធ្វើបាបយើងបែបនេះយើងមិនបានទៅចូលក្នុងខ្លួនម៉ែឪរបស់ឯងទេមិនបានជាឯងមកធ្វើបាបយើងអញ្ចឹងអូយចុកណាបងសក្រាតជួយខ្ញុំផងបងទៅណាហើ
ឲ្យសេចក្តីស្រឡាញ់និងទំហំទឹកចិត្តជាប្តីជាប្រពន្ធពេលឮសំឡេងប្រពន្ធស្រែកឈឺចាំបែបនេះក្នុងអារម្មណ៍និងចិត្តរបស់សុក្រិតពិតជាពិបាកទ្រាំណាស់រហូតដល់ទ្រាំលែងបានក៏រត់ឡើងទៅលើផ្ទះមកចង្រៃគ្រូសិទ្ធអីបានជាមកសាងភាពក្តៅក្រហាយដល់ម្ចាស់ផ្ទះនេះនាងឆាប់ចេញពីរាងកាយគេទៅបើមិនចេញទេអញនឹងសូត្រទល់តែនាងឯងឈឺចាប់ជាងនេះទៅទៀតបានហើយលោកគ្រូបានហើយលោកគ្រូខ្ញុំសូមបងឈប់ធ្វើបាបប្រពន្ធខ្ញុំទៀតទៅលោកគ្រូនេះជាវិញ្ញាណខ្មោចណាលោកមេភូមិមិនមែនជាប្រពន្ធលោកមេភូមិទេកុំហាមខ្ញុំអីខ្ញុំកំពុងតែដេញវិញ្ញាណខ្មោចស្រីនេះប្រាប់មកមីខ្មោចចង្រៃតើនាងឯងព្រមចេញដែរឬទេពេលនោះនាងសាឡាត់មិនបានហើបមាត់និយាយទៅកាន់គ្រូសិទ្ធទេតែភ្នែកដូចជាស្រទន់ណាស់ពេលសម្លឹងទៅសុក្រិតក្នុងគោលបំណងឲ្យសុក្រិតអង្វរគ្រូខ្មោចកុំឲ្យធ្វើបាបនាងទៀតប៉ុន្តែលោកគ្រូសិទ្ធនៅតែរលាស់ទឹកនិងសូត្រមន្តអាគមមិនឈប់ឡើយរហូតដល់នាងសាឡាត់ដួលសន្លប់បាត់មាត់ឈឹងតែម្ដងទៅពេលនោះវិញ្ញាណខ្មោចស្រីផ្កាមីក៏ហោះចេញពីរាងកាយនាងសាឡាត់បាត់ទៅស្របពេលនោះដែរសត្វមៀមដែលទុំនៅលើដំបូលផ្ទះក៏ស្រែកឡើងលាន់ត្រហឹងគួរឲ្យព្រឺព្រួចជាពន់ពេកហើយក៏ហើរចេញទៅតាមព្រលឹងខ្មោចនោះបាត់ទៅងាកមកមើលរាងកាយនាងសាឡាត់វិញកំពុងតែដេកស្ដុកស្ដឹងគ្មានដកដង្ហើមឡើយលោកមេភូមិត្រូវកាត់ចិត្តទៅណាព្រោះប្រពន្ធរបស់លោកបានស្លាប់យូរហើយនាងអាចដកដង្ហើមនិងមានចលនាបានព្រោះតែព្រលឹងខ្មោចស្រីពេស្យាទេដែលវាមកអាស្រ័យលើរាងកាយរបស់ប្រពន្ធលោកពិតជាដូចសម្ដីអ្នកភូមិកោះត្រាចនេះនិយាយមែនកាលណាបើមានសត្វមៀមមកទុំលើដំបូលផ្ទះណាហើយគឺជាសញ្ញានៃភាពចង្រៃឧបទ្រពសត្វមៀមនេះគឺតំណាងឲ្យយមរាជដែលមកទារកសេចក្តីស្លាប់ពីនរណាម្នាក់ព្រោះបើមានផ្ទះណាដែលធ្វើពីឈើម៉ៃសាក់គឺសត្វមៀមតែងតែមកទុំលើដំបូលនោះជាប្រចាំចាប់តាំងពីពេលនោះមកក្នុងផ្ទះលោកមេភូមិសុក្រិតក៏លែងមានសត្វមៀមមកហើរទុំលើដំបូលផ្ទះទៀតដែរព្រោះលោកគ្រូសិទ្ធបានដាក់យ័ន្តនិងមន្តអាគមការពារចាប់តាំងពីពេលនោះមកផ្ទះនោះក៏សុខសប្បាយជារៀងដរាបទៅហើយរឿងខ្មោចបាត់កូនវត្តស្រែប្រាំងជាវត្តដែលមានព្រះវិហារចំណាស់ជាងគេនៅក្នុងខេត្តកំពតហើយវត្តនេះក៏មានព្រះសង្ឃដែលល្បីល្បាញខាងដោះអំពើនិងបង្ក្រាបខ្មោចព្រាយបិសាចផងដែរថ្ងៃមួយពេលព្រលប់នាយខននិងប្រពន្ធក៏បានធ្វើដំណើរមកពីភូមិកោះស្នាមករកព្រះសង្ឃដែលល្បីថាចេះបណ្ដេញខ្មោចព្រាយបិសាចដោយសារតែប្រពន្ធរបស់គាត់ពោះប៉ោងធំមិនដឹងមូលហេតុជប់ចាប់ក្នុងខ្លួនស្ទើរតែទ្រាំមិនបានលោកតាសូមជួយដល់ប្រពន្ធកណាផងលោកតាហើយមានការអីញោមបានជាមករកអាត្មាទាំងយប់បែបនេះកណាមកសុំឲ្យលោកតាជួយប្រពន្ធកណាព្រោះប្រពន្ធកណានេះពោះធំខ្លាំងណាស់លោកតាអើយហើយប្រពន្ធញោមឯងពោះធំមិនក៏មិនទៅរកពេទ្យឆ្មបទៅមករកអីអាត្មាណែញោមខណាពោះធំបែបនេះសង្ស័យតែចិត្តសម្រាលហើយណាញោមទេអត់ទេលោកតាពួកកណាទៅរៀបការបាន2ខែនឹងទេណាលោកតាមានកូនពីណាទៅលោកតាអើយបើមួយថ្ងៃពីរនាក់ប្តីប្រពន្ធកណាស្រវឹងរាល់តែយប់នឹងគ្មានបានស្អីមកបៀកទេធ្វើម៉េចនឹងមានកូនទៅអាត្មាឃើញដើរមកត្រពោះស្មានថាពោះធំមានកូនតើហើយជប់ប្រពន្ធញោមខនឯងនេះកើតស្អីដែរបានជាពោះធំបែបនេះប្រាប់អាត្មាឲ្យដឹងរឿងតិចទៅមើលលោកតាអើយ5ថ្ងៃមុនប្តីប្រពន្ធកណាអង្គុយលើគ្រែហូបបាយល្ងាចនៅក្រោមដើមស្វាយមុខផ្ទះស្រាប់តែមិនដឹងថាមានភ្លើងអីទេពណ៌ខៀវផងក្រហមផងហោះមកទុំលើដើមស្វាយនោះហើយប្រពន្ធកណាងើបមើលទៅលើហើយស្រាប់តែភ្លើងនោះវាធ្លាក់ចូលមាត់ផ្លុកស្រាប់តែស្អែកឡើងពោះប្រពន្ធកណានេះក៏ធំបែបនឹងទៅនិខននិយាយពីដំណើរដើមតងនិងអាការៈប្រពន្ធប្រាប់ដល់លោកតាប្រពន្ធគាត់ក៏កាន់តែឈឺពោះខ្លាំងទៅទ្រាំសឹងតែមិនបានស្រែកទ្រហោយំពេញក្នុងវត្តតែម្ដងឃើញបែបនេះលោកតាដឹងថាមុខជាខ្មោចព្រាយអនាថាមិនខានព្រោះឲ្យតែគៀកភ្ជុំបិណ្ឌអញ្ចឹងគឺតែងតែមានខ្មោចរស័តអណ្ដែតដើររកសាច់ញាតិរបស់ខ្លួនដូច្នេះ
ត្រូវខ្ចីខ្លួនអ្នកណាម្នាក់ដើម្បីសំងំរហូតដល់ថ្ងៃដាក់បិណ្ឌឬភ្ជុំបិណ្ឌទើបចេញដើររកសាច់ញាតិនៅតាមវត្តនានាពេលនោះព្រះសង្ឃក៏បានសូត្របាលីបង្ខំឲ្យខ្មោចនោះចេញពីរាងកាយរបស់ប្រពន្ធនាយខនដោយសារតែទ្រាំនឹងមន្តគាថារបស់ព្រះសង្ឃមិនបានខ្មោចកំណាចនោះក៏ហោះចេញពីក្នុងខ្លួនប្រពន្ធនាយខនពេលខ្មោចចំណាស់នោះហោះចេញពីក្នុងខ្លួនប្រពន្ធរបស់នាយខនក៏ដួលសន្លប់ទៅលោកតាប្រពន្ធកណាកើតអីដែរទេលោកតាមិនបានជានាងលែងដឹងខ្លួនចឹងមិនអីទេញោមខនញោមស្រីគ្រាន់តែអស់កម្លាំងហើយសន្លប់ប៉ុណ្ណោះមកសន្ទុះទៀតដឹងខ្លួនវិញហើយណាញោមកូនណាថ្វាយបង្គំលោកតា ចម្រើនពរញោមហើយញោមមកពីណាទៅណាមិនបានជាមកចូលក្នុងខ្លួនប្រពន្ធនាយខនហើយធ្វើបាបរាងកាយឲ្យគេឈឺចុកចាប់អញ្ចឹងដំបងឡើយកូនណាគិតថាចូលសំងំធម្មតាទេរងចាំដល់ថ្ងៃដាក់បិណ្ឌទើបបានកូនណាចេញវិញតែប្រពន្ធចៅខនឲ្យតែល្ងាចឡើង ABC ល្ងាចឡើងកេតស្បឺរាល់ថ្ងៃធ្វើឲ្យកូនណាស្រវឹងពិបាកទ្រាំពេក៏រើចុះឡើងតែម្ដងទៅពិតដោយសម្ដីញោមខ្មោចនេះនិយាយអញ្ចឹងមែនអត់ហាញោមខនកណាលោកតាគឺដូច្នេះមែននាយខនសម្លឹងមើលទៅមុខប្រពន្ធដែលកំពុងតែសន្លប់ហើយរអ៊ូថាអញប្រាប់ហើយប្រាប់ទៀតថាកុំប្រលប់ឡើងផឹកឃើញអត់វាមានគ្រោះថ្នាក់ដោយសារតែ ABC ហ្នឹងព្រះសង្ឃសម្លឹងមើលទៅយាយខ្មោចអនាថានោះឃើញគាត់មានទឹកមុខសោកសៅនិងយំមិនបាត់ព្រះអង្គក៏មានសង្ឃដីកាថាហើយញោមយំរឿងអីក៏យំមមម៉េះកូនណាលោកតា3ឆ្នាំហើយដែលកូនណានៅរងចាំកូនចៅធ្វើបុណ្យឧទ្ទិសកុសលឲ្យតែមិនឃើញពួកគេសោះដាក់បិណ្ឌភ្ជុំបិណ្ឌឃើញតែញាតិគេមិនដែលបានឃើញញាតិខ្លួនកូនចៅរបស់កូនណាពួកគេទៅធ្វើការនៅស្រុកឆ្ងាយពេលនេះពួកគេរកស៊ីមានបានប្រហែលជាពួកគេលែងមកស្រុកធ្វើបុណ្យជូនកូនណាហើយពួកគេភ្លេចយាយចាស់ម្នាក់នេះហើយណាលោកតា កូនអើយកូនតើពួកកូននៅទីណាមិនដែលបានជាពួកកូនមិនមកធ្វើបុណ្យឲ្យម៉ែអញ្ចឹងម៉ែឃ្លានណាស់កូនអើយអូអាត្មាយល់ហើយញោមតែទោះបីជាយ៉ាងណាក៏ដោយញោមមិនត្រូវដើរចូលក្នុងខ្លួនគេទេព្រោះធ្វើបែបនេះវាធ្វើឲ្យញោមកាន់តែមានបាបបន្តវិលនៅក្នុងលោកីយ៍នេះមិនអាចទៅចាប់កំណើតថ្មីបានមែនហើយយាយស្លាប់ទៅជាខ្មោចហើយឈប់សាងបាបទៀតទៅណាយាយហើយញោមឈ្មោះអីដែរចាំអាត្មាប្រាប់កូនចៅញោមឲ្យណាកូនណាឈ្មោះយាយខាន់កាលនៅរស់លក់ប្រហុកនៅឯភូមិកោះត្រាយបើអញ្ចឹងញោមឈប់បារម្ភទៅចាំអាត្មាថតញោមបង្ហោះតាម YouTube Facebook និង TikTok មុខជាកូនចៅញោមបានឃើញហើយពេលខ្មោចយាយខាន់ឮដូច្នេះហើយក៏ឈរឲ្យព្រះសង្ឃថតវីដេអូបង្ហោះតាម YouTube Facebook និង TikTok ពេលថតចប់ខ្មោចយាយខាន់ក៏រលាយបាត់ទៅហើយប្រពន្ធនាយខនក៏ដឹងខ្លួនហើយក៏បាននាំគ្នាថ្វាយបង្គំលាព្រះសង្ឃត្រឡប់ទៅផ្ទះវិញញោមទាំងអស់គ្នាដែលកំពុងតែទស្សនាវីដេអូនេះសូមកុំភ្លេចនាំគ្នាទៅវត្តធ្វើបុណ្យឧទ្ទិសមគ្គផល
ដល់ជីដូនជីតាមេដាបៃតាញាតិកាទាំង7សន្តានដែលបានចែកឋានទៅនោះឲ្យមកទទួលកុសលផលបុណ្យផងជាពិសេសនៅរដូវភ្ជុំបិណ្ឌនេះព្រោះមានតែការធ្វើបុណ្យតាមរយៈព្រះសង្ឃនិងអ្នកមានសិលទីទើបអាចឧទ្ទិសមគ្គផលនេះជូនទៅដល់ពួកគាត់បានហើយបើឪពុកម្ដាយនៅរស់គួរទិញខោអាវថ្មីនំចំណីឆ្ងាញ់ជូនគាត់ពិសាហើយមិនត្រូវធ្វើឲ្យគាត់ពិបាកចិត្តក្តៅក្រហាយដោយសារតែយើងទេព្រោះមួយជីវិតរបស់លោកទាំងពីរនាក់ហត់នឿយណាស់ខំប្រឹងធ្វើការទាំងថ្ងៃទាំងយប់ដើម្បីពួកកូនដោយពាក្យចាស់បានពោលថាធ្វើបុណ្យទាន់ខែភ្លឺកុំចាំគាត់ឈឺស្លាប់មរណាសូមអនុមោទនា